តោះស្អីគ្នាយើងមករៀនធ្វើម្ហូបឆាក្តៅសាច់មាន់ដើម្បីទុកខ្លែងជាមួយប្តីល្ងាចនេះយើងជ្រើសរើសយកសាច់ទ្រូងមាន់សរីរាង្គដែលគ្មានជាតិខ្លាញ់ដើម្បីធានាថាចាននេះមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ទេតែថែមទាំងផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់រាងកាយបន្ទាប់មកយើងដាក់សាច់មាន់ចូលហើយឆាត្រឡប់វាយ៉ាងរហ័សក្នុងកម្ដៅខ្ពស់ដើម្បីរក្សាភាពទន់ល្មើយនិងរក្សាជីវជាតិប្រូតេអ៊ីនឲ្យនៅខាងក្នុងយ៉ាងល្អមកយាយស្រីគ្នាយើងប៉ុណ្្នឹងចេះនៅសួស្តីអ្នកនរគ្នាមិញនេះគឺជាវីដេអូនិយាយអំពីការធ្វើម្ហូបដែលនិយាយខ្មែរបានច្បាស់ល្អ 100% តែម្ដងហើយវីដេអូនឹងផងដែរគឺខ្ញុំបានបង្កើតឡើងដោយប្រើប្រាស់ AI អញ្ចឹងបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ចង់ធ្វើការបង្កើតវីដេអូប្រភេទហ្នឹងអាចមើលវីដេអូរបស់ខ្ញុំនេះពីដើមរហូតដល់ចប់ទៅខ្ញុំធានាថាអ្នកនរគ្នាអាចធ្វើវីដេអូនឹងចេញតែម្ដងអញ្ចឹងដើម្បីធ្វើបានជាដំបូងគឺអ្នកនរគ្នាអាចចូលមកកាន់ Gemini សិនមកបន្ទាប់មកទៀតគឺអ្នកនរគ្នាអាចធ្វើការសរសេរ prompt នេះខ្ញុំបានអញ្ចឹងនេះគឺជា prompt របស់ខ្ញុំអ្នកនរគ្នាចូលមកកាន់ prompt របស់ខ្ញុំមកហើយចំពោះ link គឺខ្ញុំដាក់នៅខាងក្រោមវីដេអូនេះតែម្ដងអូខេអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុចនេះយើង copy ពីនេះពីធំចំណុច roll ហ្នឹងមករហូតមកដល់ក្រោមតែម្ដងទៅអូខេយើង copy មកដល់ក្រោមហ្នឹងមកហើយបន្តមកទៀតយើងយកវាទៅផាសនៅក្នុង Gemini ហ្នឹងមកអញ្ចឹងនេះគឺយើងផាសមកបន្តមកទៀតអ្នកនរគ្នាត្រូវប្រកាសថាកន្លែងនេះគឺយើងត្រូវបានរើសយកពាក្យថា Pro ហ្នឹងអញ្ចឹងយើងរើសពាក្យថា Pro ហ្នឹងមកបន្តមកទៀតយើងចុច Send ទៅវាទៅបន្ទាប់ពីយើងចុច Send ទៅវាហើយអញ្ចឹងឥឡូវនេះគឺវាបានធ្វើការផ្ដល់ជាឈ្មោះមុខម្ហូបឲ្យយើងហើយអញ្ចឹងអ្នកនរគ្នាអាចអានមកនេះអញ្ចឹងវាមានថៃគេខ្លះអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តមួយណាយកមួយហ្នឹងមកតែបើសិនជាអត់ទេអ្នកនរគ្នាអាចធ្វើការសរសេរដូចខ្ញុំបន្តទៀតទៅ I want ឆាក្តៅសាច់មាន់អីចឹងទៅអាហ្នឹងយើងអាចសរសេរខ្មែរបានដែរអូខេយើងសរសេរតែប៉ុណ្្នឹងទៅហើយយើងចុច send ទៅវិញទៀតទៅអញ្ចឹងគឺវាធ្វើការរៀបចំឲ្យយើងហើយអញ្ចឹងខ្ញុំសូមចុច send ទៅវិញតែម្ដងអញ្ចឹងនេះករណីដោយសារតែខ្ញុំអត់ពេញចិត្តនេះខ្ញុំអត់ពេញចិត្តអាមុខម្ហូបដែលវាបានផ្ដល់ឲ្យនេះអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តមុខម្ហូបទាំងអស់ហ្នឹងអ្នកនរគ្នាអាចធ្វើការ reply ទៅវាវិញហើយយើងគ្រាន់តែ copy ឈ្មោះមុខម្ហូបហ្នឹងមកឬមួយក៏ឈ្មោះ topic ហ្នឹងយើងផាសចូលទៅវាទៅហើយយើងចុច send ទៅវាទៅអញ្ចឹងគឺវានឹងធ្វើការរៀបចំជាសាច់រឿងតាមប្រភេទនេះយើងហើយអូខេឥឡូវនេះគឺវាបានធ្វើការបង្កើតជា prompt មកយើងរួចរាល់ហើយអញ្ចឹងចំពោះ prompt មកយើងវាមានដូចជា8 prompt អញ្ចឹងនេះគឺជាវគ្គទី1ទី2ទី3អញ្ចឹងវាមានទៅតាមហ្នឹងហើយយើងអស់មកក្រោមនេះនៅកន្លែងនេះអ្នកនរគ្នាឃើញនេះពេលថា image prompt អញ្ចឹង image prompt នេះគឺយើងត្រូវយកអា prompt នេះទៅបង្កើតជារូបភាពសិនបន្តមកទៀតយើងបំលែងវាពីរូបភាពនោះទៅជាវីដេអូតែម្ដងអញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវធ្វើបន្តទៀតគឺយើងបូក tab ថ្មីមួយទៀតមកហើយអ្នកនរគ្នាអាចធ្វើការ search ដូចខ្ញុំមកយើង search ពីថា flowអូខេបន្តមកទៀតគឺយើងចុចលើ website ខាងលើគេហ្នឹងមកនៅកន្លែងនេះគឺយើងចុចពីថា create with flow បន្តមកទៀតគឺយើងចុចពីថា new project អូខេយើងយក new project ហ្នឹងមកអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងទៅ copy prompt មកយើងមកហ្នឹងមកនេះអញ្ចឹងនេះគឺជា prompt បង្កើតរូបភាពនៅក្នុងវគ្គទី1នេះ scene 1 image prompt ហ្នឹងអញ្ចឹងយើង copy ប៉ុណ្ណឹងសិនមកនេះអូខេយើង copy ប៉ុណ្ណឹងមកហើយបន្តមកទៀតយើងយកមកផាសនៅក្នុង flow របស់យើងផាសចូលបន្តមកទៀតនៅកន្លែងនេះគឺយើងបដូរយើងមកកែជារូបភាពអញ្ចឹងយើងបដូរពីនេះវីដេអូហ្នឹងទៅជា image ហើយបន្តមកទៀតយើងរើសមកនេះអ្នកនរគ្នាចង់ធ្វើជាទម្រង់បញ្ឈរឬមួយក៏ទម្រង់ដេករើសតាមហ្នឹងមកហើយនៅត្រង់ចំណុចនេះចំណុចគុណ1គុណ2គុណ3ហ្នឹងអញ្ចឹងបើសិនជាករណីអ្នកនរគ្នាយកគុណ2បានន័យថាយើងធ្វើម្ដងវាចេញយើង2រូបអញ្ចឹងយើងរើសតាមហ្នឹងមកអញ្ចឹងយើងចុច send ទៅវាទៅគឺបានហើយចំពោះវគ្គផ្សេងទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងដែរមកនេះយើងចូលមកកាន់ Gemini នៅកន្លែងនេះគឺយើងធ្វើការ copy prompt ក្នុងវគ្គទី2ហ្នឹងមកអូខេ copy ប៉ុណ្ណឹងមកនេះហើយបន្តមកទៀតយើងចូលមកកាន់ flow របស់យើងផាស prompt របស់យើងចូលយើងចុច send ទៅវាទៀតទៅអញ្ចឹងគឺវាបង្កើតរូបភាពនៅក្នុងវគ្គទី2យើងហើយវគ្គទី3ក៏ដូចគ្នាដែរគឺអ្នកទាំងគ្នាធ្វើអញ្ចឹងដែរមកអូខេយើង copy ប៉ុណ្ណឹងទៀតមកនេះបន្តមកទៀតយើងចូលមកកាន់ flow យើងផាស prompt របស់យើងចូលទៅអូខេយើងធ្វើអញ្ចឹងដែរមកណាឥឡូវនេះគឺយើងបានធ្វើការបង្កើតជារូបភាពរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងនឹងបំលែងពីរូបភាពហ្នឹងទៅជាវីដេអូតែម្ដងអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចចំពោះតួអង្គនេះមើលទៅគឺគាត់រៀងចាស់ក៏ប៉ុន្តែបើសិនជាអ្នកទាំងគ្នាចង់ឲ្យគាត់ក្មេងឬមួយក៏ចង់ឲ្យគាត់ទៅជាមនុស្សស្រីវិញយើងអាចបដូរបាននៅកន្លែងនេះនៅកន្លែង prompt របស់យើងហ្នឹងអញ្ចឹងបើវាចេញមកអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការសរសេរបន្តទៀតទៅ I want character ឬមួយក៏អ្នកទាំងគ្នាសរសេរខ្មែរក៏បានដែរខ្ញុំចង់បានតួអង្គដែលជាមនុស្សស្រីក្មេងអញ្ចឹងទៅយើងអាចសរសេរតាមហ្នឹងមកហើយយើងចុច send ទៅវាទៀតទៅអញ្ចឹងគឺវានឹងធ្វើការបដូរតួអង្គហ្នឹងឲ្យយើងហើយយើងយក prompt ថ្មីហ្នឹងមកបង្កើតមកអញ្ចឹងយើងបានតួអង្គថ្មីហ្នឹងហើយអូខេអញ្ចឹងនៅកន្លែងនេះគឺខ្ញុំសូមធ្វើការបន្តទៀតអញ្ចឹងបន្តទៀតគឺយើងធ្វើការបំលែងពីរូបហ្នឹងទៅជាវីដេអូតែម្ដងអញ្ចឹងនេះអាពីរនេះគឺតែមួយទេអ្នកទាំងគ្នាមើលមកយើងពេញចិត្តរូបមួយណាយើងយកមួយហ្នឹងទៅធ្វើជាវីដេអូទៅចុះទៅយើងពេញចិត្តរូបទី1នេះយើងគ្រាន់តែចុចលើនេះ track 3យើងចុចពីថា add to prompt បន្តមកទៀតយើងទៅ copy prompt បង្កើតវីដេអូរបស់យើងអញ្ចឹងនេះគឺជា prompt ក្នុងការបង្កើតវីដេអូរបស់យើងនេះយើងចូលមកកាន់កន្លែងនេះកន្លែងលេខ 3.4 ហ្នឹងអញ្ចឹងយើងឃើញនេះ scene 1 video prompt អញ្ចឹងយើង copy ប៉ុណ្្នឹងមកអូខេ copy ប៉ុណ្្នឹងមកហើយបន្តមកទៀតគឺយើងយកមកផាសនៅក្នុង flow របស់យើងហ្នឹង
ចឹងនៅកន្លែងនេះខ្ញុំសូមបរិយាបន្តិចឲ្យស្រួលមើលអូខេអ្នកនរគ្នាអាចអានអក្សរនេះបាននេះអញ្ចឹងអានេះគឺជាអក្សរដែល AI របស់យើងគឺគាត់ត្រូវនិយាយអញ្ចឹងបើសិនជាអ្នកនរគ្នាចង់កែប្រែឬមួយក៏អានទៅវាអត់ស៊ីចង្វាក់វាអត់ត្រូវclear អីទេអ្នកនរគ្នាអាចធ្វើការកែតាមនឹងបានចឹងយើងអាចកែច្នៃទៅតាមនឹងទៅអញ្ចឹងឥឡូវនេះគឺអក្សររបស់ខ្ញុំគឺខ្ញុំបានបដូរវាអីគឺខ្ញុំបដូរមកដាក់បែបនេះវិញអញ្ចឹងអ្នកនរគ្នាអានមកនេះហើយបន្តមកទៀតយើងត្រូវបដូរពី nano banana ហ្នឹងទៅជាវីដេអូហើយយើងចុច send ទៅវាទៅគឺបានហើយអូខេចំពោះវគ្គផ្សេងៗទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងតែមកអញ្ចឹងនេះគឺជាវគ្គទី2របស់យើងគឺយើងគ្រាន់តែដាក់ mouse តាមទៅលើនឹងមកហើយបន្តមកទៀតយើងចុចពាក្យថា add to prompt នេះហើយយើងទៅ copy prompt មកយើងទៀតមកនេះ prompt មកកើតវីដេអូនៅក្នុងវគ្គទី2ហ្នឹងនេះអញ្ចឹងយើងធ្វើដូចគ្នាអញ្ចឹងតែមកយើងគ្រាន់ copy ប៉ុណ្្នឹងមកហើយបន្តមកទៀតយើងយកវាមកផាន់នៅក្នុង flow អញ្ចឹងយើងអានអក្សរដែរមកយើងមើលមកនេះអក្សរនឹងវានិយាយមកវាត្រូវអត់ហើយយើងគួរឲ្យចង់ស្ដាប់អត់ទៅវាតាក់ទងអត់ចឹងទៅអញ្ចឹងយើងកែខ្លួនឯងមកបន្តមកទៀតយើងចុច send ទៅវាទៅគឺបានហើយអញ្ចឹងនៅត្រង់ចំណុចនេះគឺខ្ញុំសូមរំលងវាចោលសិនអ្នកនរគ្នាធ្វើអញ្ចឹងតែមកឲ្យគ្រប់8វគ្គមកហើយបន្តមកទៀតខ្ញុំ download វាយកទៅកាត់តនៅក្នុង CapCut ឥឡូវនេះគឺខ្ញុំបានធ្វើការ generate រាល់ហើយទាំងរូបភាពនិងវីដេអូអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងនឹង download វីដេអូទាំងអស់ហ្នឹងទៅកាត់បញ្ចូលគ្នានៅក្នុង CapCut តែម្ដងអញ្ចឹងអានេះវាចេញមកគឺវាញ៉ៃវាមានទាំងរូបភាពផងទាំងវីដេអូផងអញ្ចឹងបើសិនជាករណីអ្នកនរគ្នាចង់បានតែវីដេអូទេយើងចុចនេះយើងចុចលេងរូបវីដេអូហ្នឹងមកអញ្ចឹងវាបង្ហាញតែវីដេអូទេអញ្ចឹងយើងគ្រាន់តែ download មកនេះអញ្ចឹងអាពីរនេះគឺតែមួយទេយើងមើលមកយើងពេញចិត្តមួយណាយើងចុច download មួយហ្នឹងទៅអញ្ចឹងដើម្បី download គឺយើងគ្រាន់តែចុចដាក់ file លើហ្នឹងមកហើយយើងចុច trace 3បន្តមកទៀតយើងចុចពាក្យថា download នៅកន្លែងនេះគឺអ្នកនរគ្នាចុចយកអា720មកហ្នឹងគឺវា download លឿនអូខេអញ្ចឹងនេះគឺវា download ឲ្យយើងរៀបរាល់ហើយអញ្ចឹងវគ្គទី2ក៏ដូចគ្នាដែរគឺយើងគ្រាន់តែដាក់ file លើហ្នឹងហើយយើងចុចសញ្ញា download មកយើងយកអា720ហ្នឹងទៀតមកគឺបានហើយចានេះគឺអ្នកនរគ្នា download អញ្ចឹងទាំងអស់មកណាបន្ទាប់ពីយើង download វារៀបរាល់ហើយអ្នកនរគ្នាចុចបើក CapCut មកហើយបន្តមកទៀតគឺអ្នកនរគ្នាចុចយកពាក្យថា create project នៅត្រង់ចំណុចនេះគឺយើងចុចពាក្យថា import ហើយបន្តមកទៀតនេះគឺជាវីដេអូរបស់យើងអញ្ចឹងយើង select វាទាំងអស់ហ្នឹងមកហើយយើងចុចពាក្យថា open ទៅអញ្ចឹងនៅកន្លែងនេះគឺយើងចាប់ដើមទិញវាយកមករៀបតាមលំដាប់លំដោយមកអញ្ចឹងទាំងអស់ដូចជាវាមាន8វគ្គអញ្ចឹងយើងទិញវាតម្លាក់តាមនឹងមួយមកអូខេចឹងឥឡូវនេះគឺយើងបានធ្វើការរៀបវារួចរាល់ហើយអញ្ចឹងបញ្ជាក់តិចចំពោះប្រមរបស់ខ្ញុំហ្នឹងគឺអ្នកនរគ្នាអាចធ្វើការយកទៅបង្កើតបានច្រើនសាច់រឿងឬមួយក៏អ្នកនរគ្នាអាចធ្វើការកែច្នៃពេកឲ្យវាមើលទៅកាន់តែកំ pl ទៀតក៏បានដែរហើយចំពោះប្រមហ្នឹងផងដែរគឺវាមានតែនៅក្នុង channel Telegram VIP របស់ខ្ញុំតែប៉ុណ្ណោះអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានអាចចូលទៅយកបានតាមរយៈ link នៅខាងក្រោមវីដេអូនេះហើយនៅtrongនេះវីដេអូនេះគឺខ្ញុំមានបង្ហាញពីរបៀបនៃការចូលទៅកាន់ channel Telegram VIP ផងដែរអូខេតោះឥឡូវយើងទៅមើលលទ្ធផលមើលថាមិនដែរយើងធ្វើមកហ្នឹងយើងអាចទទួលយកបានអត់ក៏ចេញសាក play មកតោះស្រីៗគ្នាយើងមករៀនធ្វើម្ហូបឆាក្តៅសាច់មាន់ដើម្បីទុកក្លែមជាមួយប្តីល្ងាចនេះអាចកំបាំងនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់គឺស្ថិតនៅលើការហាន់គល់ស្លឹកគ្រៃនិងម្ទេសស្រស់ៗឲ្យបានល្អិតល្អដែលវាជួយបញ្ចេញប្រេងធម្មជាតិយ៉ាងពេញលេញយើងជ្រើសរើសយកសាច់ទ្រូងមាន់សរីរាង្គដែលគ្មានជាតិខ្លាញ់ដើម្បីធានាថាចាននេះមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ទេតែថែមទាំងផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់រាងកាយដោយប្រើប្រេងផ្លែបឺតែមួយដំណក់យើងរំលីងគ្រឿងក្រអូបទាំងអស់នេះឲ្យឈ្ងុយដែលជាការចាប់ផ្ដើមដ៏ល្អឥតខ្ចោះសម្រាប់សុខភាពបេះដូងរបស់អ្នកបន្ទាប់មកយើងដាក់សាច់មាន់ចូលហើយឆាត្រឡប់វាយ៉ាងរហ័សក្នុងកម្ដៅខ្ពស់ដើម្បីរក្សាភាពទន់ល្មើយនិងរក្សាជីវជាតិប្រូតអ៊ីនឲ្យនៅខាងក្នុងយ៉ាងល្អចុងក្រោយយើងបន្ថែមស្លឹកម្រះព្រៅស្រស់ៗដែលជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មជួយលើកកម្ពស់ក្លិនប្រហើរនិងបន្ថែមពណ៌បៃតងយ៉ាងស្រស់ស្អាតការរៀបចំចានគឺជាសិល្បៈមួយការដាក់តាំងលម្អយ៉ាងប្រណិតនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពអាហារដែលយើងនឹងទទួលទានមកយាយស្រីៗគ្នាយើងប៉ុណ្្នឹងចេះនៅអញ្ចឹងដើម្បីចូលទៅកាន់ channel Telegram VIP របស់ខ្ញុំបានអ្នកនរគ្នាគ្រាន់តែចូលមកកាន់ bot របស់ខ្ញុំមក link នៅខាងក្រោមហ្នឹងហើយអ្នកនរគ្នាទៅសេពេលដូចខ្ញុំទៅសេពេលslash ហើយយើងទៅសេពេលថា start តទៅទៀតយើងចុច send ទៅនៅត្រង់ចំណុចនេះគឺអ្នកនរគ្នាអាចធ្វើការចុចយកមនុយខាងលើបានដើម្បីទិញ VIP របស់ខ្ញុំអញ្ចឹងបញ្ជាក់តិចការចូលក្រុម VIP ហ្នឹងដោយតែអ្នកនរគ្នាមក support ខ្ញុំដែរទេអញ្ចឹងខ្ញុំសូមអរគុណអ្នកនរគ្នាទុកជាមុនអញ្ចឹងនៅកន្លែងនេះគឺអ្នកនរគ្នាអាចការរើសគម្រោងបានអ្នកនរគ្នាចង់ចូលក្រុម VIP របស់ខ្ញុំហ្នឹងចំនួនប្រហែលថ្ងៃឧទាហរណ៍តែអ្នកនរគ្នាចង់ចូលមួយខែយើងចុចពាក្យថា one month ហ្នឹងនេះ$8បន្តមកទៀតអ្នកនរគ្នាអាចធ្វើការចុចយកព្រមនិងបងប្រាក់បានអញ្ចឹងនៅកន្លែងនេះខ្ញុំបញ្ជាក់អ្នកនរគ្នាបន្តិចមុននឹងចុចយកព្រមហ្នឹងអ្នកនរគ្នាត្រូវអានលក្ខខណ្ឌរបស់ខ្ញុំសិនដែរថាលក្ខខណ្ឌរបស់ខ្ញុំហ្នឹងគឺមានន័យគេខ្លះហើយយើងចុចយកព្រមមកបើយើងបានអានរួចរាល់ហើយអូខេនៅកន្លែងនេះអ្នកនរគ្នាបើក ABA ឬមួយក៏ ACLIDA មកហើយ scan QR code ហ្នឹងទៅបន្ទាប់ពី scan រួចរាល់ហើយអញ្ចឹងអ្នកនរគ្នាត្រូវចុចលើនេះអញ្ចឹងបញ្ជាក់តិចតតអ្នកនរគ្នាបងលុយរួចរាល់ហើយទើបចុចកន្លែងនេះមកទើប bot វា approve អ្នកនរគ្នាចាឥឡូវនេះគឺខ្ញុំបានធ្វើការ scan បងលុយរួចរាល់ហើយអញ្ចឹងខ្ញុំសូមចុចពីថាខ្ញុំបានបងប្រាក់រួចរាល់ប
បន្តមកទៀតបតរបស់ខ្ញុំគឺបានពិនិត្យមើលហើយបើសិនជាលុយនឹងបានចូលគណនីរបស់ខ្ញុំគឺវានឹងធ្វើការ reply ទៅកាន់អ្នកទាំងគ្នាវិញឥឡូវនេះគឺបតរបស់ខ្ញុំបានឆ្លើយតបហើយអ្នកទាំងគ្នាអាចធ្វើការចុចចូលនេះអញ្ចឹងទី1គឺយើងចូលទៅកាន់ channel មេរៀនអ្នកទាំងគ្នាចុច join channel មកហើយនេះគឺជា channel មេរៀនគឺមានមេរៀនជាច្រើនមែនទែនហើយនឹងព្រមផងដែរហើយទី2គឺអ្នកទាំងគ្នាចូលមកកាន់ក្រុមពិភាក្សាចឹងនៅកន្លែងនេះអ្នកទាំងគ្នាចុចចូលក្រុមពិភាក្សាហ្នឹងមកអញ្ចឹងបញ្ជាក់ទៅចំពោះក្រុមពិភាក្សាហ្នឹងគឺអ្នកទាំងគ្នាអាចធ្វើការឆាតឆ្លើយឆ្លងមួយពួកខ្ញុំបាននៅក្នុងក្រុមបានឬមួយក៏អ្នកទាំងគ្នាចង់សួរសំណួរអីផ្សេងៗក៏បានដែរអូខេអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like subscribe និង share ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ